បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាកសិករទាំងអស់បាទហើយសុខទុក្ខយ៉ាងណាដែរពុកម៉ែបងប្អូនបាទសម្រាប់ខាងខ្ញុំគឺសុខធម្មតាទេពុកម៉ែបងប្អូនបាទគ្រាន់តែពិបាកចិត្តតិចបាទពិបាកចិត្តរឿងតម្លៃដំឡូងអត់ឡើងបងប្អូនបាទហើយតែខាងពុកម៉ែបងប្អូនប្រមូលផលដំឡូងបាទហើយឬនៅបាទឆ្នាំ2025នេះបាទហើយតម្លៃលងមីស្រស់ក៏ដូចជាដំឡូងមីក្រៀមនៅខាងពុកម៉ែបងប្អូនតម្លៃបានដែរបាទហើយសម្រាប់ខាងខ្ញុំនេះនៅថ្ងៃទី4បាទខែ4ឆ្នាំ2025គឺតម្លៃដំឡូងមីស្រស់បានដែរ130នេះបងប្អូនបាទ130 120បាទហើយបាទដំឡូងបាទមីក្រៀមវិញគឺបាន500 510បាទបើស្ទើរទេបាទ480 490បងប្អូនបាទគឺអត់ឡើងទេបងប្អូននៅមកគិតដល់ត្រឹមខែ4នេះដើមខែ4គឺតម្លៃដំឡូងនៅតែបាក់ដែរបងប្អូនបាទឥឡូវនេះត្រៀមកាប់ដើមត្រៀមដកទៀតទេបងប្អូនបាទខ្ញុំបាទនេះនៅខាងលងវែងដល់នឹងជ័យបាទនៅខាងចិត្តដង3បងប្អូននេះអត់ទៅដល់ទេបងប្អូនបាទកាប់ដកនេះឯងបាទហើយមិនទាន់បានដាំនឹងគេទេបងប្អូនបាទខាងខ្ញុំនេះគេដាំសិនតែចិត្តអស់បាទហើយខាងខ្ញុំទៅតែដកហើយដកមិនទាន់ហើយបាទមិនទាន់បានដាំនឹងគេទេបាទហើយពុកម៉ែបងប្អូនបានដាំខ្លះហើយឬនៅបាទនៅរដូវកាលថ្មីបាទដាំឆ្នាំ2025បាទយើងប្រមូលផលឆ្នាំ2026ខាងមុខហើយក៏មិនដឹងថាបាទឆ្នាំ2026ខាងមុខហ្នឹងតម្លៃដំឡូងមីយ៉ាងណាយ៉ាងណីដែរបងប្អូនបាទប៉ុន្តែបច្ចុប្បន្នគឺចប់ហើយឆ្នាំនេះបាទបងប្អូនបាទខាងខ្ញុំចប់បាទហើយដូចជាសូមជូនដំណឹងដល់លោកបងប្អូនដែលបាទត្រូវការដើមពូជបាទដំឡូងសម្រាប់ដាំនៅរដូវកាលថ្មីបាទខាងខ្ញុំមានដើមល្អបាទយ៉ាងដើមពូជ81ហើយនឹងពូជអាកាឆាបាទ KM 325ឬរយៈរង72ហៅ81បាទមាន2ពូជបងប្អូនត្រូវការកំងបាទបងប្អូនបាទខ្ញុំយកទូទេបាទហើយដើមមិនទាន់កាប់ក៏មានដើមកាប់ក៏មានបាទ